ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមធ្វើការចែករំលែកអំពីការកែតម្រូវប្រាក់ខែដែលជាភាសាអង់គ្លេសគេហៅថា salary accrual adjustment ហេតុអ្វីបានជាគេចាំបាច់កែតម្រូវទៅលើប្រាក់ខែដើម្បីឲ្យកាន់តែជាច្បាស់សូមចូលទស្សនានៅ slide ខាងក្រោមដូចតទៅការបង្កងប្រាក់ខែឬប្រាក់ឈ្នួលឬប្រាក់បៀវត្សកើតឡើងដោយសារការរាំងស្ទះពីកត្តាផ្សេងៗដែលបង្កឲ្យមានការអាក់ខានការបង់ប្រាក់ហើយត្រូវបានលើកថេរវេរាក្នុងការទូទាត់ផ្សេងវិញប៉ុន្តែសម្រាប់ការចោះចូលគណនេយ្យគឺត្រូវបានចាត់ទុកថាជាចំណាយក្នុងគ្រាហើយត្រូវបានទូទាត់នៅខែបន្ទាប់ដើម្បីឲ្យកាន់តែជាច្បាស់តើគេកែតម្រូវរបៀបម៉េចសូមចូលមើលឧទាហរណ៍ខាងក្រោមដូចតទៅឧទាហរណ៍យើងសន្មតថាក្រុមហ៊ុនចំបៃពី Cambodia Co Ltd បានរៀបចំប្រាក់បៀវត្សបុគ្គលិករបស់ខ្លួននៅចុងខែតែដោយសារការរាំងស្ទះក្នុងការបង្វិលសាច់ប្រាក់ក្រុមហ៊ុនបានលើកថ្ងៃបើកប្រាក់ខែដើមខែបន្ទាប់វិញក្រុមហ៊ុននេះបានចុះជំពាក់បង្កងលើថ្លៃប្រាក់ខែចំនួន$2,865.48ដោយសារតែក្រុមហ៊ុនពុំមានសាច់ប្រាក់ដើម្បីបង្វិលទូទាត់ជូនបុគ្គលិកដូច្នេះគាត់លើកទៅខែបន្ទាប់វិញថ្ងៃទី21ខែ1ឆ្នាំ2021 salary expense ជាប្រភេទចំណាយ$2,865.48វាកើនឡើងនៅខាង debit ជាងចុះខាង debit បន្ទាប់មកនៅថ្ងៃទី26ខែ1 2025ដែលយើងអត់បានទូទាត់ជូនបុគ្គលិកនៅក្នុងខែនេះទេដោយសារការរាំងស្ទះបញ្ហាថវិកាឬក៏ហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនយើងបានកែតម្រូវប្រាក់ខែចុះជា payroll payable នៅខាង credit $2,865.48 បន្ទាប់មកយើងបានទូទាត់បង្វិលសាច់ប្រាក់នេះជូនទៅខាងបុគ្គលិកទាំងអស់នៅខែបន្ទាប់គឺថ្ងៃទី15ខែ2ឆ្នាំ2025យើងបានទូទាត់ជូនបុគ្គលិកការកែតម្រូវប្រាក់ខែទៅជា accrual ដែលជាប្រភេទជំពាក់ទៅលើបុគ្គលិក payroll payable នេះយើងកាត់កងវាមកខាង debit វិញនៅ$2,865.48 payroll payable នៅខាង credit យើងមកធ្វើការទូទាត់ដោយកាត់កងជូនបុគ្គលិកវិញនៅ payroll payable មកខាង debit វិញហើយបដិភាពមួយទៀតគឺយើងទូទាត់ជូនបុគ្គលិកជាសាច់ប្រាក់សុទ្ធអញ្ចឹងសាច់ប្រាក់ cash ចេញនៅខាង credit $2,865.48ចឹងដើម្បីកាន់តែជាច្បាស់បងប្អូនទាំងអស់គ្នាសូមកុំភ្លេចចូលទៅកាន់ website aftcenter.center.com សូមកុំភ្លេចមើលការចុះការកែតម្រូវប្រាក់ខែក្នុងប្រព័ន្ធ QuickBooks នៅវីដេអូបន្ទាប់ទៀតបងប្អូនទាំងអស់គ្នាចង់បានទទួលដឹងចំណេះដឹងកត់ត្រាបញ្ជីគណនេយ្យនិងជំនាញរៀបចំគណនេយ្យសូមកុំភ្លេចចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលម្ដងដែរគណនេយ្យនិងហិរញ្ញវត្ថុ AFT Center អាចសួរព័ត៌មានតាមរយៈ Facebook page AFT Center ឬ website aft.center.com ឬតាមរយៈលេខទូរស័ព្ទ068 79 7000 ឬ016 38 7000ចា៎អរគុណ